លើកទី1អ្នកទាំងអស់គ្នាដែលខ្ញុំជន់ទឹកដីអឺរ៉ុបហើយនេះគឺជាដំណើរកម្សាន្តដំបូងរបស់ខ្ញុំនៅក្នុងប្រទេសអាល្លឺម៉ង់មកដល់នេះដូចមកឋានសួគ៌ចឹងអ្នកទាំងអស់គ្នាដែលសារតែទេសភាពស្អាតខ្លាំងស្អាតជាងរូបគនូទៀតខ្ញុំមិនដឹងនិយាយថាម៉េចទេហើយក៏ជាលើកទី1ដែរដែលខ្ញុំហោះពីពលានថ្មីយើងស្អាតមែនតើខ្ញុំត្រូវនៅលើយន្តហោះជាង14ម៉ោងអ្នកទាំងអស់គ្នាដំបូង7ម៉ោងជាងហ្នឹងគឺខ្ញុំត្រូវចុះនៅអាប៊ូដាប៊ីហើយបន្តមកទៀតគឺខ្ញុំ fly direct មកអាល្លឺម៉ង់ហើយដំណើរកម្សាន្តនេះគឺខ្ញុំមកជាមួយម៉ាក់ខ្ញុំហើយបងប្រុសខ្ញុំគាត់នៅអ៊ីតាលីស្រាប់ចឹងគាត់ជិះមក Germany ដើម្បីមកយកពួកខ្ញុំដើរលេងអូស្លឹកឈើជ្រុះប៉ិតណែតែដែលខ្ញុំគេងនៅយប់នេះមានតម្លៃខ្ទង់$100ជាងតិចតួចទេដោយសារថ្ងៃនេះខ្ញុំធ្វើដំណើរយូរពេកហត់ចឹងមានតែងូតទឹកហើយបិទម៉ាស់ឲ្យចូលគេងហ្មងហើយយប់នេះគឺខ្ញុំមកប្រើប្រាស់នៅម៉ាស់ SCG 24ដែលជាម៉ាស់ស្អីស្អាតខ្ញុំនិយាយមែនតាំងពីខ្ញុំចេះប្រើប្រាស់ម៉ាស់មកខ្ញុំចូលចិត្តម៉ាស់នេះខ្លាំងហ្មងអ្នកនរគ្នាដោយសារម៉ាស់នេះបិទទៅលើមុខត្រជាក់ស្រួលហើយមានសភាពស្ដើងហើយមកពីហត់ចេះផងបិទហើយគឺត្រជាក់មុខស្រួលមុខមានសំណើមភ្លឺមកវិញហ្មងកុំភ្លេចតាមដានក៏ដូចជា follow page របស់ក្រុមហ៊ុនណាព្រោះគាត់មានជាការបដូរសម្បកម៉ាស់បានជាម៉ាស់ប្រើ free ទៀតហ៎ហើយខ្ញុំឮគាត់ថាមានជាការបដូរជារៀងរាល់ខែអញ្ចឹងអ្នកទាំងអស់នេះកុំភ្លេចតាមដាន page ហើយ follow ម្នាក់មួយផងណាព្រឹកថ្ងៃដំបូងនៅប្រទេសអាល្លឺម៉ង់អាកាសធាតុនៅនេះរៀងត្រជាក់ខ្ទង់12-13អង្សាសេអាហារពេលព្រឹកនៅនេះគឺគួរសមដែរអ្នកទាំងអស់គ្នាគេមានរបស់ច្រើនឲ្យយើងញ៉ាំណាបើតាមខ្ញុំគិតថាអត់មានអីញ៉ាំទេមានតែនំប៉័ងប៊ឺអីចឹងតែជាក់ស្ដែងទៅគឺមានរៀងច្រើនដែរមានអីម្ហូបគេឆ្ងាញ់ទឹកដោះគោអីក៏ឆ្ងាញ់ដែរហើយនៅនេះគេពេញនិយមញ៉ាំទឹកដែលមានហ្គាសតែខ្ញុំអត់ចេះញ៉ាំទឹកធម្មតាខ្ញុំមកដល់នេះភ្លាមខ្ញុំចាប់ចិត្តជាងគេគឺដើមឈើរបស់គ្នាពណ៌ស្អាតមែនតែនដោយសារតែខែនេះគឺជារដូវស្លឹកឈើជ្រុះចឹងអូខ្ញុំមិនដែលឃើញលើកទី1ទេអាកាសធាតុសម្រាប់ខ្ញុំប៉ុននេះគឺល្អមកនិយាយទៅកុំឲ្យតែភ្លៀងបើលក្ខណៈថាត្រជាក់ស្ងួតអត់សូវល្ងាអ្នកទាំងអស់គ្នាតែទៅត្រជាក់សើមគឺល្ងាខ្លាំងហើយនៅនេះខ្ញុំចាប់អារម្មណ៍ថាគេរស់នៅបែបស្ងប់ស្ងាត់មែនតែនអត់សូវមានសំឡេងអីញ៉ៃញ៉ៃទេហើយតែរៀងល្ងិតម៉ោង8យប់អីគឺស្ងាត់ហើយនេះសណាងហើយខ្ញុំមានបងប្រុសគាត់នៅនឹងស្រាប់បើខ្ញុំដើរលេងខ្លួនឯងខ្ញុំពេញដែរហ្នឹងហ្នឹងអាល្លឺម៉ង់នេះគឺគេនិយាយភាសាអាល្លឺម៉ង់ហើយស្លឹកឈើតាមផ្លូវទាំងអស់គ្នាដូចរូបគនូចឹងនិយាយមែននឹងស្អាតនៅនេះគឺរៀងពិបាករកកន្លែងចតឡានហើយចតឡាននៅណាក៏ត្រូវតែបង់លុយដែរហើយបន្ទប់ទឹកក៏អញ្ចឹងដែរអត់ស្រួលរកទេហើយបើសិនជាមានក៏យើងត្រូវបង់លុយដែរតែនៅក្នុងកន្លែងចតឡាននេះគេមានបន្ទប់ទឹកអញ្ចឹងទៅយើងអាច scan កណ្ដាលចតឡានហ្នឹងចូល free បានខ្ញុំដើរមកលេងម្ដុំនេះគេមានផ្សារលក់ខាងក្រៅចឹងណាហើយបើផ្លែឈើវិញគឺគេរៀបចំមកតាំងស្រស់ៗមកខ្ញុំគ្រាន់តែឃើញចង់ធ្វើម្ហូបកលេចមកមើលខ្ទឹមសនេះវិញអ្នកទាំងអស់គ្នា1គីឡូជាង$20នៅនេះខ្ញុំមិនសាឃើញគេបដើសត្វចិញ្ចឹមគេនៅក្នុងនេះនឹងខ្ជូតហើយហាងដែលខ្ញុំកំពុងតែមើលនេះគឺគេលក់ផ្កានិយាយទៅផ្កាស្រស់ៗហ្មងមិនផ្កាជ័រណាសិតតែផ្កាមែនតែនទាំងអស់ខ្ញុំឃើញចឹងគឺត្រូវចិត្តណាស់ដោយសារខ្ញុំស្រឡាញ់រុក្ខជាតិហើយស្រឡាញ់សត្វពេលមកដល់អឺរ៉ុបចេះទៅអ្នកទាំងអស់គ្នាមានអារម្មណ៍ថាប្លែកមែនតែនយើងបានឃើញអីថ្មីស្គាល់អីថ្មីឃើញពីការរស់នៅវប្បធម៌គេជាដើមហើយនៅនេះសាប៊ូឆើចអ្នកទាំងអស់គ្នានៅខ្មែរយើងសាប៊ូវត្តនេះគេមានឆើចហើយនៅនេះពីមុនឡើយគេមាននាការគេមានជួងអញ្ចឹងទៅឥឡូវគេនៅតែបន្តវាយជួងអញ្ចឹងរហូតឲ្យទៅដល់ម៉ោងអីគឺគេវាយជួងហើយនៅនេះគឺជាកន្លែងលក់ cheese គេធ្វើតំណងមែនតើរៀបចំមកឡើងដូចនំពេលដំបូងខ្ញុំមកដល់ភ្លាមខ្ញុំឆ្ងល់តែខ្ញុំឆ្ងល់ថាគេវាយជួងរហូតអញ្ចឹងគេអត់ថ្លង់ទេណាតែតាមពិតពេលដែលយើងនៅនេះរាល់ថ្ងៃអញ្ចឹងទៅគឺសមហើយនៅនេះគេនាំនេះឈរចាំមើលដល់ម៉ោង12រូបចម្លាក់នៅខាងលើអាគារហ្នឹងគឺមានចលនាលើកនេះអ្នកទាំងអស់នេះមិនបាច់ឆ្ងល់ទេថាណាគេថតឲ្យខ្ញុំរៀងបានថតខ្លួនឯងច្រើនតិចដោយសារតែមានម៉ាក់ឲ្យបងប្រុសគាត់ជួយកាន់ថតឲ្យឥឡូវខ្ញុំនាំអ្នកទាំងអស់នេះចូលទៅមើលវិហារគេម្ដងដើរចូលដើរឡើងឥឡូវចូលកាត់ម៉លគេបន្តិចនៅនេះកៅអៅគេលក់ញាក់អ្នកទាំងអស់គ្នាចេញមកលេងខ្លួនហ្មងខ្ញុំ
ខ្ញុំដើរមកដល់កន្លែងនេះខ្ញុំ feeling ខ្លួនឯងដូចក្នុងបទចម្រៀងកូរ៉េ K-drama អញ្ចឹងគេមែនមកខ្ញុំចេះច្រៀងគឺខ្ញុំឲ្យបងខ្ញុំថត MV បទ set នៅនេះបណ្ដោយនៅនេះគឺមានអ្នកចាំថែទាំសួនរហូតហ្មងស្មៅមួយផ្កាគេរៀបចំស្អាតៗមែនតើនេះសបោក្អែកតាមម្ដងកន្លែងនេះខ្ញុំឡើងវ៉ាវហ្មងដើមឈើនេះគឺស្អាតមែនតើហ្មងហើយធម្មជាតិពិតៗអ្នកនរគ្នាមិនដើមជ័រដើមអីណាហើយប្លង់ថតរូបគេមកឡើងស្អាតហ្មងណាហើយសត្វដែលខ្ញុំអាសាឃើញជាងគេគឺក្អែកទាកងានហើយពួកគាត់គឺរស់នៅដោយសេរីភាពហ្មងរស់នៅដោយធម្មជាតិរកចំណីខ្លួនឯងមានណាគេដាក់ចំណីឲ្យទេឃើញខ្នាញ់បដ ாய் ឡើងក៏ម៉ាប់អូយទាក៏ស្អាតដែរនេះកន្លែងនេះរបៀបជាសួនច្បារគេដើរកំសាន្តអញ្ចឹងណាប៉ុន្តែបើតាមខ្ញុំមើលអក្សរគឺគេធ្វើរបៀបស្ទាយជប៉ុនគេពងចងួចរកចំណីគេហើយខ្ញុំចាប់អារម្មណ៍មួយទៀតនៅនេះគឺផុសស្អាតខ្ញុំមកសើចេះញ៉ាំអាហារអឺរ៉ុបអ្នកនរគ្នាខ្ញុំពិបាកមែនតើមកនេះគឺខ្ញុំពិបាករកអីញ៉ាំមកហើយកម្រងយើងបន្ទាប់គឺយើងធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅប្រទេសអូទ្រីសអញ្ចឹងខ្ញុំឈៀងចូលសារទិញអីវ៉ាន់ខ្លះៗដើម្បីយកទៅធ្វើម្ហូបនៅផ្ទះនៅនេះខ្ញុំរករបស់ថោកឃើញហើយគឺផ្លែប៉ោមសាបូមែនតែនមួយថងនេះជាង10ផ្លែតែ€1.69នេះទិញហើយយើងអាចគិតលុយខ្លួនឯងបាននេះសាច់ទេសភាពតាមផ្លូវណាពេលធ្វើដំណើរតាមផ្លូវហ្នឹងឥឡូវគឺខ្ញុំចូលមកដល់ទីក្រុងមួយទៀតរបស់ប្រទេសអាល្លឺម៉ង់ដែលជាងចូលលេងមួយផ្លែទៅមកដល់នេះមិនខ្ញុំដឹងនៅនេះអ្នកនរនេះចាស់ sweet មែនតែនគឺគាត់ដើរមកគូហ្មងគាត់មើលថែគ្នាគាត់ថើបគ្នានិយាយមកស្រឡាញ់គ្នាហ្មងយើង team single ឃើញចឹងរៀងសេតដែរតាមមកឃើញគេលក់រូបឆ្មាចេះនឹក Milo Winston សាហាបើនិយាយពីប្លង់ថតរូបវិញច្រើនពេកអ្នកនរគ្នានឹងមកដឹងថតអីគេហើយដើមស្លឹកឈើក្រហមនេះអ្នកនរនេះខ្ញុំស្មានតែជ័រតាដើមមែនតែនសោះហើយដើរមកដល់នេះខ្ញុំឃើញអាប៉ែនេះខ្ញុំស្មានហូបចម្លាក់ខ្ញុំស្បត់ទេខ្ញុំដាក់កាក់ឲ្យគាត់ទៅគាត់ចាប់ដៃខ្ញុំហើយគាត់ឲ្យខ្ញុំថាបគាត់សំខាន់មកអ្នកថតឲ្យទៀតបន្ទាប់ពីសម្រាប់ដើរលេងយកខ្យល់អាកាសនៅនេះមកសទុះហើយពួកខ្ញុំធ្វើដំណើរបន្តទៀតដើម្បីទៅប្រទេសអូទ្រីសឥឡូវនេះគឺខ្ញុំបានមកដល់ហើយគឺលក្ខណៈ Airbnb ដែលតម្លៃក្នុងមួយយប់នេះដូចខ្ទង់$130អ្នកទាំងអស់គ្នាតែគេមានច្រានបាយគេមានអីយើងអាចធ្វើញ៉ាំខ្លួនឯងបានគ្រាន់តែអត់មាន breakfast តែខ្ញុំសុខចិត្តធ្វើអីខ្លួនឯងញ៉ាំដោយសារខ្ញុំអត់សូវចេះញ៉ាំម្ហូបអឺរ៉ុបទេខ្ញុំមកដល់នេះខុសម៉ោងជាមួយខ្មែរយើង5ម៉ោងនៅនេះយឺតជាង5ម៉ោងអញ្ចឹងទៅដល់ម៉ោង7ល្ងាចនៅនេះអីគឺខ្ញុំងួយគេងសាហាវហ្មងចឹងខ្ញុំអត់សូវបានធ្វើអីទេគឺម៉ាក់ខ្ញុំគាត់រៀបចំធ្វើម្ហូបមួយបងប្រុសខ្ញុំចាំតែញ៉ាំហើយគេងក៏បដ ாய் ពូខ្ញុំត្រឡប់ចូលគេងម៉ោង10យប់នៅខ្មែរដល់ពេលនៅនេះម៉ោង7ស្មើម៉ោង12យប់ហើយហ្នឹងចឹងខ្ញុំងួយគេងចឹង vlog ថ្ងៃនេះសូមចាប់តាមប៉ុណ្្នឹងសិនចាំជួបគ្នានៅវីដេអូក្រោយទៀត Good night